សូមគោរពជំរាបសួរពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់រាប់អានជួបខ្ញុំសាជាថ្មីទៀតហើយនៅថ្ងៃនេះត្រូវជាថ្ងៃទី15ខែមិថុនាឆ្នាំ2026បាទស្ងាត់កន្លះខែទៀតហើយនៃខែមិថុនាបាទជិតដាច់ខែហើយបាននៅសល់ប្រហែលថ្ងៃទៀតគឺដាច់ខែហើយបាទពុកម៉ែបងប្អូនប្រិយមិត្តឥឡូវនេះខ្ញុំបាទមកជម្រាបព័ត៌មានដោយដកស្រង់ចេញពីប្រភពផ្លូវការច្បាស់លាស់មកជម្រាបឲ្យពុកម៉ែបងប្អូនបានជ្រាបខ្លះនៅហេតុការណ៍ឬក៏ព័ត៌មានផ្សេងពាក់ព័ន្ធនឹងនៃព្រះរាជាណាចក្រកម្ពុជាយើងនិងពាក់ព័ន្ធនៅបញ្ហាព្រំដែនឬក៏នៅប្រទេសថៃផងដែរឥឡូវនេះសូមជម្រាបព័ត៌មានដោយដកស្រង់ចេញពីក្រសួងព័ត៌មានដែលឃើញថាអភិបាលខេត្តកំពតបានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់នៅទំនិញដែលបានស្តុកទុកនិងគ្រឿងបង្កកផ្សេងក្នុងភូមិសាស្ត្រក្រុងកំពតនៅព្រឹកថ្ងៃអាទិត្យទី14ខែមិថុនាឆ្នាំ2026ឯកឧត្តមម៉ៅធនិនអភិបាលនៃគណៈអភិបាលខេត្តកំពតនិងជាប្រធានគណៈកម្មការទប់ស្កាត់និងបង្ក្រាបការរត់ពន្ធថ្នាក់ខេត្តបានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់នៅទំនិញដែលបានស្តុកទុកនិងគ្រឿងបង្កកផ្សេងក្នុងភូមិសាស្ត្រក្រុងកំពតប្រតិបត្តិការចុះត្រួតពិនិត្យនេះមានការចូលរួមសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបងខេត្តអាជ្ញាធរក្រុងកំពតសាខាកុយនិងរដ្ឋបាលខេត្តមន្ទីរពាណិជ្ជកម្មខេត្តសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំកបបខេត្តរួមនឹងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបទៀតក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តបានចាត់ឲ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ចុះត្រួតពិនិត្យជាក់ស្ដែងផ្ទាល់លើទំនិញទាំងនោះព្រមទាំងបានធ្វើការណែនាំឲ្យត្រួតពិនិត្យឲ្យបានច្បាស់លាស់ពីប្រភពនាំចូលនិងមធ្យោបាយនាំចូលតាមផ្លូវទឹកឬផ្លូវគោកតាមច្រកណាមួយឲ្យបានពិតប្រាកដជាពិសេសត្រូវពិនិត្យគុណភាពទំនិញឲ្យបានហ្មត់ចត់បំផុតថាតើមានផលប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ដែរឬទេទន្ទឹមនឹងនេះឯកឧត្តមអភិបាលខេត្តក៏បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ថាក្នុងករណីរកឃើញទំនិញណាដែលខុសច្បាប់ឬទំនិញដែលបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋត្រូវតែបន្តចាត់វិធានការទៅតាមនីតិវិធីច្បាប់ជាដាច់ខាតដោយគ្មានការលើកលែងឡើយបាទតាមបណ្ដាខេត្តនិងខេត្តកំពតឥឡូវនេះចុះត្រួតពិនិត្យដោយផ្ទាល់ហើយពីឯកឧត្តមម៉ៅធនិនបាទពាក់ព័ន្ធនឹងទំនិញបាទស្តុកទុកបាទនឹងទំនិញឆ្លងដែនណាមួយហ្នឹងបាទត្រូវតែត្រួតពិនិត្យគុណភាពឲ្យបានច្បាស់លាស់បាទគិតគូរពីផលប្រយោជន៍សុខភាពប្រជាពលរដ្ឋផងបាទនិងត្រួតពិនិត្យរាល់ទំនិញខុសច្បាប់របស់សៀមផងបាទប៉ុន្មានថ្ងៃនេះទំនិញសៀមមានច្រើនមែនតើបាទរឹបអូសបានឬក៏បាទឆែកឆេរត្រួតពិនិត្យឃើញច្រើននៅតាមរាជធានីភ្នំពេញបាទតាមបណ្ដាខេត្តនីមួយផ្សេងឥឡូវនេះងាកទៅខាងរាជធានីភ្នំពេញយើងគឺឃើញថាមិនទាន់អស់ទេបាទអាជ្ញាធររាជធានីភ្នំពេញរកឃើញទីតាំងចំនួន2បន្ថែមទៀតដែលជាប់ពាក់ព័ន្ធនឹងការលួចនាំចូលទំនិញពីថៃទី1ទីតាំងឃ្លាំងរបស់ក្រុមហ៊ុន SK ស្ថិតនៅភូមិត្រពាំងចកសង្កាត់ព្រៃវែងខណ្ឌដង្កោលួចស្តុកទុកទំនិញដល់61មុខឯណោះដែលជាប្រភេទកាហ្វេទឹកសេរ៉ូនិងម្សៅទឹកដោះគោបាទច្រើនមុខណាទី2ទីតាំងឃ្លាំងស្ថិតនៅផ្ទះលេខ102ផ្លូវ 76BT ភូមិចម្រើនផលសង្កាត់បឹងទំពុនទី1ខណ្ឌមានជ័យលួចស្តុកទុកសាច់បង្កកអាជ្ញាធរមិនទាន់បញ្ជាក់ឈ្មោះក្រុមហ៊ុនឬឈ្មោះម្ចាស់ទីតាំងឃ្លាំងទី2នេះទេសមត្ថកិច្ចសម្រាប់
បិទទីតាំងឃ្លាំងទាំងពីរនេះជាបណ្ដោះអាសន្នហើយនាំម្ចាស់និងអ្នកគ្រប់គ្រងឃ្លាំងទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាទរកឃើញកាហ្វេទឹកសេរ៉ូនិងទឹកដោះគោដែលជាទំនិញនាំចូលពីប្រទេសថៃឥឡូវនេះងាកទៅព័ត៌មានថ្មីបន្តទៀតពុកម៉ែបងប្អូនប្រិមិត្តរឿងស្កេមអនឡាញម្ដងនៅឯខេត្តបន្ទាយមានជ័យកម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យបន្តប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងមួយចំនួនក្នុងក្រុងប៉ោយប៉ែតដែលសង្ស័យពាក់ព័ន្ធបទល្មើស online scam ដោយបានរកឃើញជនបរទេសជាង100នាក់បាទច្រើនមែនទែន100នាក់នោះកម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យនៅថ្ងៃទី14ខែមិថុនាឆ្នាំ2026បានប្រតិបត្តិការចុះត្រួតពិនិត្យនៅតាមទីតាំងមួយចំនួនក្នុងក្រុងប៉ោយប៉ែតដែលសង្ស័យពាក់ព័ន្ធបទល្មើស online scam ដោយបានរកឃើញជនបរទេសជាង100នាក់ក្នុងនោះជនជាតិថៃចំនួន58នាក់និងជនជាតិឥណ្ឌូនេស៊ីចំនួន48នាក់បាទមានជនជាតិថៃនិងជនជាតិឥណ្ឌូនេស៊ីប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកអ៊ុំរាត្រីប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យនិងក្រោមការសម្របសម្រួលនីតិវិធីពីលោកកើតវណ្ណារ៉េតព្រះរាជអាជ្ញានៃអាយកាអមសាលាដំបងខេត្តយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថាក្នុងប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងចំនួន5នេះបានរកឃើញជនបរទេសចំនួន106នាក់ក្នុងនោះស្រី39នាក់មាន2សញ្ជាតិរួមមានថៃចំនួន58នាក់ស្រី27នាក់និងឥណ្ឌូនេស៊ី48នាក់ស្រី12នាក់ទីតាំង5នោះរួមមានទីតាំងទី1នៅអគារមានកម្ពស់5ជាន់53បន្ទប់នៅភូមិប៉ាលីឡៃ1សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតរកឃើញមានជនជាតិថៃស្នាក់នៅចំនួន54នាក់ស្រី26នាក់បម្រើការងារនៅកាស៊ីណូ Holiday ពុំមានសម្ភារៈសង្ស័យអប់រំធ្វើកិច្ចសន្យាម្ចាស់អគារមានឈ្មោះយៀនគឹមឈិននិងប្តីឈ្មោះចិនសកលទីតាំងទី2នៅផ្ទះមួយល្វែងកម្ពស់3ជាន់14បន្ទប់ស្ថិតនៅភូមិក្បាលស្ពាន2សង្កាត់អូជ្រៅមានជនបរទេសស្នាក់នៅប្រមូលផ្ដុំចំនួន43នាក់ស្រី9នាក់ជាជនជាតិឥណ្ឌូនេស៊ីក្នុងនោះ6នាក់ប្រុសមិនមានលិខិតឆ្លងដែនបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងម្ចាស់ផ្ទះឈ្មោះឈួនសុកជាចំណែកទីតាំងទី3នៅអគារកម្ពស់5ជាន់33បន្ទប់ស្ថិតនៅភូមិសាមគ្គីមានជ័យសង្កាត់អូជ្រៅរបស់ឈ្មោះចេះប៊ុនថននៅទីតាំងនេះពុំមានជនបរទេសស្នាក់នៅពុំមានសម្ភារៈសង្ស័យអប់រំធ្វើកិច្ចសន្យារីឯទីតាំងទី4នៅបន្ទប់ជួល11បន្ទប់ស្ថិតនៅភូមិសាមគ្គីមានជ័យសង្កាត់អូជ្រៅមានជនជាតិថៃស្នាក់នៅ4នាក់ស្រី1នាក់ក្នុងនោះ2នាក់ប្រុសពុំមានលិខិតឆ្លងដែនបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងដើម្បីបន្តនីតិវិធីចំពោះទីតាំងប្រកល់ឲ្យចៅសង្កាត់បន្តស្រាវជ្រាវនិងទីតាំងទី5នៅផ្ទះពីរល្វែងកម្ពស់2ជាន់របស់ឈ្មោះលុនទួចរកឃើញជនជាតិឥណ្ឌូនេស៊ី5នាក់ស្រី3នាក់ពុំមានសម្ភារៈសង្ស័យអប់រំធ្វើកិច្ចសន្យាឥឡូវនេះបន្តទៅព័ត៌មានថ្មីផ្សេងទៀតពុកម៉ែបងប្អូនប្រិមិត្តគឺឃើញថារថយន្តធុនធំ3គ្រឿងដឹកលើសទម្ងន់កំណត់ត្រូវមន្ត្រីជំនាញខត់និងផាកពិន័យនៅស្រុកឆ្លងខេត្តក្រចេះកាលពីយប់ថ្ងៃទី13ខែមិថុនាឆ្នាំ2026បើតាមមន្ត្រីជំនាញរថយន្តនីមួយៗដឹកលើសចន្លោះពី20តោនដល់23តោនអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថាបើរកឃើញមន្ត្រីណា
បើកដៃឲ្យរថយន្តដឹកលើសទម្ងន់កំណត់ឬជួយឲ្យរថយន្តវាងកិច្ចចេញពីការត្រួតពិនិត្យនោះនឹងត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ឥឡូវនេះបន្តទៅព័ត៌មាននៅខាងខេត្តស្ទឹងត្រែងវិញម្ដងពុកម៉ែបងប្អូនប្រិមិត្តសមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែងខាត់ឡានដឹកគោក្របីច្រើនករណីសង្ស័យនាំចូលខុសច្បាប់ទៀតហើយបាទសមត្ថកិច្ចចម្រុះប្រចាំការត្រួតពិនិត្យតាមដងផ្លូវជាតិលេខ7ក្នុងភូមិសាស្ត្រសង្កាត់សាមគ្គីក្រុងស្ទឹងត្រែងបានខាត់រថយន្តដឹកជញ្ជូនសត្វគោនិងក្របីរាប់សិបក្បាលចំនួន5ករណីបន្តគ្នាក្នុងរយៈពេល2ថ្ងៃជាប់គ្នាគឺថ្ងៃទី12និងថ្ងៃទី13ខែមិថុនាឆ្នាំ2026ដោយសង្ស័យថាមានភាពមិនប្រក្រតីនិងឯកសារច្បាប់ច្បាស់លាស់បច្ចុប្បន្នសត្វគោក្របីទាំងអស់ត្រូវបានកម្លាំងសមត្ថកិច្ចប្រគល់ជូនទៅការិយាល័យផលិតកម្មនិងបសោព្យាបាលនៃមន្ទីរពេទ្យកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែងដើម្បីត្រួតពិនិត្យតាមនីតិវិធីជំនាញពាក់ព័ន្ធនឹងករណីខាងលើយោងតាមប្រភពព័ត៌មានឲ្យដឹងថាសត្វគោនិងក្របីរាប់សិបក្បាលដែលត្រូវបានខាត់នោះត្រូវគេសង្ស័យថាជាសត្វដែលគេដឹកជញ្ជូនឆ្លងដែនចេញពីប្រទេសជិតខាងចូលមកក្នុងទឹកដីកម្ពុជាតាមច្រកព្រំដែននៃខេត្តស្ទឹងត្រែងការឈានទៅដល់ការខាត់រថយន្តដឹកជញ្ជូនសត្វគោក្របីចំនួន5ករណីនេះគឺបន្ទាប់ពីសមត្ថកិច្ចពិនិត្យឃើញមានភាពមិនប្រក្រតីលើឯកសារអមដំណើរដូចជាលិខិតស្នាមមួយចំនួនបានហួសសុពលភាពហួសកំណត់ថ្ងៃខែប្រើប្រាស់លិខិតបញ្ជាក់ការទិញលក់សត្វមិនមានលក្ខណៈត្រឹមត្រូវនិងខ្វះភាពត្រឹមត្រូវគ្រប់គ្រាន់តាមទម្រង់រដ្ឋបាលពាក់ព័ន្ធនឹងករណីនេះលោកទុំនីរ៉ូប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែងបានមានប្រសាសន៍បញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាការដឹកជញ្ជូនសត្វពាហនៈទាំងនេះគឺមិនមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងមានប្រភពដើមមិនច្បាស់លាស់នោះឡើយបច្ចុប្បន្នមន្ត្រីជំនាញបសុសសត្វកំពុងធ្វើការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ឯកសារប្រសិនបើរកឃើញថាមានការរំលោភបំពានឬល្មើសច្បាប់នោះមន្ត្រីជំនាញនឹងអនុវត្តវិធានការច្បាប់ទៅតាមច្បាប់ស្តីពីសុខភាពសត្វនិងផលិតកម្មសត្វជាធរមានដោយគ្មានការលើកលែងឡើយគូបញ្ជាក់ផងដែរថាការចរាចរសត្វគោក្របីពីប្រទេសជិតខាងជាពិសេសប្រទេសឡាវចូលមកកម្ពុជាខេត្តស្ទឹងត្រែងមានការកម្រើកឡើងវិញក្នុងរយៈពេលប្រមាណខែចុងក្រោយនេះទោះជាយ៉ាងណាគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថាបន្ទាប់ពីឆ្លងកាត់ខេត្តស្ទឹងត្រែងទៅគោក្របីទាំងនោះត្រូវបានគេដឹកជញ្ជូនបន្តទៅចែកចាយឬផ្គត់ផ្គង់នៅទីផ្សារក្នុងតំបន់និងខេត្តក្រុងណាមួយបន្តនោះដែរទន្ទឹមនេះប្រជាពលរដ្ឋទូទាំងប្រទេសសំណូមពរដោយទទូចគឺបញ្ចប់ការចរាចរណ៍ការនាំចូលអីវ៉ាន់ទំនិញឬសត្វអ្វីផ្សេងពីប្រទេសចោលឈ្លានពានថៃយកមកផ្គត់ផ្គង់ប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាបាទហាមដាច់ខាតរឿងទំនិញចោលសៀមចោលថៃហ្នឹងបាទចោលឈ្លានពានទឹកដីយើងបាទយើងយកទំនិញគេប្រើប្រាស់ទំនិញគេបាទខ្លាចខូចសុខភាពទៀតណាហើយណាមួយយើងយកលុយឲ្យគេយកលុយទៅទិញគ្រឿងអាវុធមកបាញ់ទឹកដីកម្ពុជាយើងព្រោះចឹងជាមិនសមទេបាទពុកម៉ែបងប្អូនប្រិយមិត្តដៃខ្មែរ TV ជាទីគោរពស្រឡាញ់រាប់អានកម្មវិធីយើងខ្ញុំដល់ទីបញ្ចប់ហើយបាទលើសនោះសូមអធិស្ឋានដល់រូបខ្ញុំផងសូមអរគុណច្រើននិងសូមគោរពលា